បាទជម្រាបសួរពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះបាទតេតងនឹងការធ្វើម្ហូបបង្ហាញជូនពុកម៉ែបងប្អូនផងដែរបាទចំពោះម្ហូបថ្ងៃនេះផងដែរគឺខ្ញុំទិញត្រីបាទត្រីឆ្លាំងផងដែរពុកម៉ែបងប្អូនដើម្បីយកទៅបាទធ្វើសម្លបាទម្ជូរគ្រឿងបាទត្រីឆ្លាំងបាទយើងប្រើផ្លែកសាំងផងដែរពុកម៉ែបងប្អូនថ្ងៃហ្នឹងបាទឥឡូវនេះខ្ញុំបានមកដល់ផ្ទះហើយបន្ទាប់ពីខ្ញុំបានទៅផ្សារទិញត្រីអញ្ចឹងណាបាទឥឡូវខ្ញុំចាប់ផ្ដើមបាទលាងត្រីឆ្លាំងឲ្យស្អាតណាពុកម៉ែបងប្អូនបាទដើម្បីបន្តិចទៀតនេះខ្ញុំនឹងរៀបចំបាទស្លបង្ហាញជូនពុកម៉ែបងប្អូនតែម្ដងបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានបាទលាងត្រីស្អាតរួចរាល់ឥឡូវខ្ញុំងាកមកលាងគ្រឿងម្ដងពុកម៉ែបងប្អូនបាទចំពោះគ្រឿងយើងមានបាទគល់ស្លឹកគ្រៃស្លឹកក្រូចសើចបាទហើយម្ទេសហើយផ្លែកសាំងផងដែរពុកម៉ែបងប្អូនដើម្បីត្រៀមស្លបន្តិចទៀតនេះបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលាងបាទគ្រឿងគល់ស្លឹកគ្រៃរួចរាល់ឥឡូវខ្ញុំមកលាងបាទជីផងដែរបាទចំពោះជីគឺខ្ញុំប្រើបាទជីក្រហមឬមួយក៏ជីនឹងវងសម្រាប់បង់បាទសម្លថ្ងៃហ្នឹងផងដែរបាទបន្ទាប់មកទៀតខ្ញុំក៏បានបាទលាងបន្លែនោះគឺធ្ងន់ផងដែរពុកម៉ែបងប្អូនដើម្បីសម្លម្ជូរគ្រឿងថ្ងៃហ្នឹងណាបាទចំពោះត្រីហើយនឹងគ្រឿងបន្លែដែលខ្ញុំបានលាងហើយខ្ញុំក៏បានរៀបចំដាក់លើចានដើម្បីបង្ហាញជូនពុកម៉ែបងប្អូនដែរឥឡូវនេះយើងបាទមានបាទត្រីឆ្លាំងផងដែរហើយនឹងបាទម្ជូរកសាំងដើម្បីស្លម្ជូរគ្រឿងផងដែរពុកម៉ែបងប្អូនបាទបន្ទាប់ទៀតគឺយើងមានធ្គួនបាទចំពោះធ្គួនគឺខ្ញុំទិញថ្ងៃនេះគឺតែ2ដុំទេពុកម៉ែបងប្អូនបាទចំពោះធ្គួនគឺល្អមែនតើពុកម៉ែបងប្អូនបាទបន្ទាប់មកគឺខ្ញុំមានស្លឹកក្រូចសើចបាទគល់ស្លឹកគ្រៃបាទហើយជីក្រហមឬមួយក៏ជីវងផងដែរបាទហើយនឹងយើងមានបាទខ្ទឹមសបាទម្ទេសបាទល្មៀតហើយនឹងរំដេងផងដែរពុកម៉ែបងប្អូនបាទឥឡូវនេះបាទគ្រឿងផ្សំស្លហ្នឹងគឺខ្ញុំបានរៀបរាប់ប្រាប់ពុកម៉ែបងប្អូនរួចរាល់ហើយបាទឥឡូវយើងចាប់ផ្ដើមបាទហាន់គល់ស្លឹកគ្រៃម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនចំពោះគល់ស្លឹកគ្រៃពុកម៉ែបងប្អូនអាចចង់ហាន់បាទត្រង់ក៏បានចំពោះខ្ញុំហាន់ចំហៀងអញ្ចឹងដោយសារឲ្យងាយស្រួលអញ្ចឹងព្រោះខ្ញុំខ្លាចប៉ះដៃខ្ញុំអញ្ចឹងណាបន្ទាប់មករំដេងគឺយើងហាន់ជាចំណិតចឹងមកដើម្បីងាយស្រួលក្នុងការបុកពុកម៉ែបងប្អូនឲ្យឆាប់ល្អិតណាហើយចំណែកឯខ្ទឹមសវិញគឺខ្ញុំដំបែបហ្នឹងពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំក៏បានបកសម្បកចេញផងដែរបាទពុកម៉ែបងប្អូនចំពោះល្មៀតក៏ខ្ញុំហាន់បែបនេះដែរហើយស្លឹកក្រូចសើចយើងហាន់ឲ្យពឹកមកដើម្បីងាយស្រួលពេលដែលយើងយកទៅបុកហ្នឹងគឺឆាប់បានល្អិតផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនឥឡូវនេះបាទហើយគ្រឿងរបស់ខ្ញុំបានចាប់ផ្ដើមបុកហើយបាទបន្តិចទៀតក៏បាទឥឡូវនេះខ្ញុំបុកបានល្អិតផងដែរពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំក៏បានដាក់បាទរំដេងហើយនឹងខ្ទឹមសផងដែរល្មៀតស្លឹកក្រូចសើចគឺបុកបាទដាក់ចូលតែម្ដងពុកម៉ែបងប្អូនបុកឲ្យម៉ត់តែម្ដងដើម្បីបន្តិចទៀតខ្ញុំនឹងបាទរំលែងគ្រឿងបាទស្លតែម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានបុកគ្រឿងមើលទៅល្អិតហើយខ្ញុំក៏បានដាក់ម្ទេសចូល4គ្រាប់ផងដែរដើម្បីបុកឲ្យម៉ត់ជាមួយគ្រឿងណាបាទចំពោះពុកម៉ែបងប្អូនដែលអត់ញ៉ាំម្ទេសទេអាចដាក់បន្តែតបាទពីលើដែលយើងពេលយើងសម្លរបស់យើងចិត្តឆ្អិនណាពុកម៉ែបងប្អូនបាទឥឡូវនេះគ្រឿងរបស់ខ្ញុំបានបុករួចរាល់ហើយខ្ញុំក៏ងាកមកបាទកាប់ធ្គួនម្ដងបាទយើងកាត់ធ្គួនគឺយើងដំរៀងទុនបន្តិចមកបើរៀងបែកណាដើម្បីពេលយើងស្លទៅវាចូលគ្រឿងបានល្អបាទយើងកាត់បែបហ្នឹងមកពុកម៉ែបងប្អូនចំពោះធ្គួនណាបាទចំពោះធ្គួនគឺខ្ញុំជ្រើសរើសធ្គួនបាទឆ្លក់ទឹកដើម្បីយកមកស្លមកជូរគ្រឿងផងដែរពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតខ្ញុំក៏បានបាទពុះផ្លែកសាំងបាទឆ្កឹះយកគ្រាប់ផងដែរបាទចំពោះផ្លែកសាំងពុកម៉ែបងប្អូនគឺយើងជ្រើសរើសយកណាផ្លែកសាំងណាដែលចាស់ណាយកមកស្លផងដែរបាទយើងពុះហើយយើងឆ្កឹះយកគ្រាប់វាមកពុកម៉ែបងប្អូនបាទគឺសម្រាប់សម្លថ្ងៃហ្នឹងគឺជាតិតែម្ដងពុកម៉ែបងប្អូនដោយសារខ្ញុំប្រើបាទគ្រាប់កសាំងផងដែរបាទបន្ទាប់ពីខ្ញុំបានបាទឆ្កឹះគ្រាប់កសាំងរួចរាល់ហើយឥឡូវខ្ញុំងាកមកបាទធ្វើត្រីម្ដងចំពោះត្រីពុកម៉ែបងប្អូនចំពោះត្រីឆ្លាំងអីខ្ញុំហាន់ឆូតវាសិនដើម្បីឲ្យពេលយើងស្លទៅវាចូលជាតិផងដែរបាទចំពោះត្រីពុកម៉ែបងប្អូនចង់ដាក់ទាំងមូលក៏បានឬមួយក៏កាត់ដូចខ្ញុំអញ្ចឹងក៏បានដែរអញ្ចឹងណាតាមប្រភេទត្រីធំត្រីតូចផងដែរ
បាទពុកម៉ែបងប្អូនឥឡូវនេះបាទខ្ញុំបានកាប់ត្រីរួចរាល់ឥឡូវបាទយើងសម្លម្ជូរគ្រឿងយើងកុំភ្លេចប្រហុកផងដែរមុនដំបូងខ្ញុំភ្លេចប្រាប់ពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតខ្ញុំក៏បានរៀបចំបាទដាក់ឆ្នាំងហើយបើកភ្លើងឲ្យក្តៅមកពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតខ្ញុំក៏បានដាក់បាទប្រេងឆាចូលបន្តិចដើម្បីទុករំលីងគ្រឿងបន្តិចទៀតនេះផងដែរបាទពុកម៉ែបងប្អូនឥឡូវនេះឃើញថាឆ្នាំងរបស់ខ្ញុំបានក្តៅខ្ញុំក៏បានដាក់គ្រឿងចូលផងដែរហើយក៏បានរំលីងគ្រឿងនឹងកូរចុះឡើងដើម្បីឲ្យគ្រឿងរបស់យើងនោះគឺសប់ក្នុងឆ្នាំងដើម្បីឲ្យវាឡើងកម្ដៅក្តៅហើយក៏ឲ្យថែមទៀងគ្រឿងរបស់យើងនឹងឲ្យឈ្ងុយផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីគ្រឿងរបស់ខ្ញុំរំលីងបានឈ្ងុយហើយបន្ទាប់មកខ្ញុំក៏បានដាក់ប្រហុកដែលខ្ញុំបានចិញ្ច្រាំណាពុកម៉ែបងប្អូនបាទចំពោះម្ជូរគ្រឿងពុកម៉ែបងប្អូនបើអត់ញ៉ាំប្រហុកទេក៏អាចជាឆ្នៃដាក់ទឹកត្រីវិញក៏បានដែរអញ្ចឹងណាបាទចំពោះខ្ញុំគឺខ្ញុំហូបប្រហុកធម្មតាផងដែរឥឡូវយើងរំលីងប្រហុកជាមួយគ្រឿងឲ្យឡើងឈ្ងុយមកពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំក៏បានបាទដាក់ទឹកបន្តិចដើម្បីកុំឲ្យខ្លោចឆ្នាំងផងដែរណាបាទបាទពុកម៉ែបងប្អូនឃើញឥឡូវនេះឃើញថាប្រហុកនិងគ្រឿងរបស់យើងបានឡើងឈ្ងុយហើយឆ្អិនហើយបន្ទាប់មកខ្ញុំក៏បានបង់ត្រីចូលតែម្ដងពុកម៉ែបងប្អូនបាទចំពោះត្រីឆ្លាំងគឺយើងលីងបាទជាមួយគ្រឿងឲ្យឡើងឆ្អិនមកពុកម៉ែបងប្អូនដើម្បីបាទពេលយើងស្លទៅកុំឲ្យវាមានក្លិនឆ្អាបផងដែរអញ្ចឹងណាបាទឥឡូវនេះខ្ញុំបានដាក់ត្រីចូលក៏បានកូរឲ្យសព្វគ្រឿងផងដែរពុកម៉ែបងបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលីងត្រីគ្រឿងសពហើយឥឡូវខ្ញុំបិទគម្របទុកបាទប្រហែលជាមួយសន្ទុះធំដែរបាទបន្ទាប់មកខ្ញុំក៏បានបាទទៅបើកគម្របវិញបាទហើយត្រីរបស់យើងគឺមើលទៅគឺបានឆ្អិនខ្លះដែរហើយពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតឃើញថាយើងរៀងដាច់ទឹកខ្លះដែរខ្ញុំក៏បានបាទផ្សំគ្រឿងតែម្ដងពុកម៉ែបងប្អូនបាទគ្រឿងដំបូងគឺឲ្យខ្ញុំដាក់រ៉ូឌីចូលបន្តិចបាទប៊ីចេងបន្តិចផងដែរបាទហើយនឹងអំបិលបន្តិចផងដែរហើយជាចុងក្រោយគឺខ្ញុំបានថែមទឹកត្រីហើយនឹងស្ករបន្តិចផងដែរពុកម៉ែបងប្អូនបាទចំពោះពុកម៉ែបងប្អូនដែលអត់ពិសាស្ករទេក៏មិនបាច់ដាក់ក៏បានដែរបាទបន្ទាប់មកទៀតខ្ញុំបានផ្សំគ្រឿងរួចរាល់ហើយខ្ញុំក៏បានដាក់ទឹកបាទជាចូលគឺទឹកស្អាតយើងតែម្ដងពុកម៉ែបងប្អូនបាទយើងដាក់1លីត្រសាច់ត្រីមកពុកម៉ែបងប្អូនកុំដាក់ទឹកច្រើនពេកបាទដែលធ្វើឲ្យសម្លរបស់យើងហ្នឹងគឺវាអត់ឆ្ងាញ់ទេបាទបន្ទាប់ពីខ្ញុំបានបាទដាក់ទឹកឲ្យបិទគម្របទុកមកសន្ទុះឥឡូវបាទទឹកសម្លរបស់យើងបានពុះហើយពុកម៉ែបងប្អូនបាទចំពោះពពុះគ្រឿងគឺពុកម៉ែបងប្អូនចង់ដួសចោលខ្លះក៏បានដែរបាទមិនដួសក៏បានដែរព្រោះហ្នឹងគឺជាគ្រឿងបាទទេពុកម៉ែបងប្អូនបាទឥឡូវនេះឃើញថាម្ហូបគឺមើលទៅតំណងណាស់បាទហើយត្រីក៏បានឆ្អិនដែរបន្ទាប់មកខ្ញុំក៏បានដាក់បាទគ្រាប់កសាំងដែលខ្ញុំបានឆ្កឹះនឹងមិញណាដាក់ចូលតែម្ដងពុកម៉ែបងប្អូនបាទដើម្បីរំងាស់ឲ្យវាឡើងជូរតែម្ដងសម្រាប់សម្លយើងថ្ងៃហ្នឹងណាបាទពុកម៉ែបងប្អូនបន្ទាប់ពីសម្លរបស់ខ្ញុំបានឆ្អិនហើយសាច់ត្រីក៏បានឆ្អិនដែរឥឡូវនេះបាទខ្ញុំក៏បានបង់ធ្គួនចូលតែម្ដងពុកម៉ែបងប្អូនបាទចំពោះធ្គួនពុកម៉ែបងប្អូនអាចជ្រើសរើសធ្គួនប្រភេទធម្មតាឬមួយក៏ប្រភេទឆ្លក់ទឹកដូចខ្ញុំអញ្ចឹងក៏បានដែរបើប្រភេទឆ្លក់ទឹកនេះគឺស្លទៅគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនបាទបន្ទាប់ពីខ្ញុំបានបង់ធ្គួនហើយខ្ញុំក៏បានបាទគ្របមកស្ទុះតែពុកម៉ែបងប្អូនមិនយូរទេបាទមកពុះហើយខ្ញុំក៏បានបាទគ្របទុកចំហាយចូល2នាទី3នាទីទេហើយបាទទឹកសម្លរបស់ខ្ញុំក៏បានពុះដែរហើយទឹកគួនរបស់យើងមើលទៅគឺតំណងតែម្ដងហើយសម្លរបស់ខ្ញុំថ្ងៃនេះក៏មើលទៅតំណងដែរបន្ទាប់មកខ្ញុំក៏បានបាទបង់ជីក្រហមឬមួយក៏ជីនឹងវងណាពុកម៉ែបងប្អូនហើយនឹងម្ទេសផងដែរបាទឥឡូវនេះបាទសម្លខ្ញុំបានឆ្អិនរួចរាល់ហើយខ្ញុំក៏បានបិទភ្លើងដែរបាទពុកម៉ែបងប្អូនកាលណាពុកម៉ែបងប្អូនបើកភ្លើងទុកចោលយូរធ្វើឲ្យធ្គួនរបស់ពុកម៉ែបងប្អូនហ្នឹងកាន់តែផុយអញ្ចឹងវាឡើងកាន់តែឆ្ងាញ់អញ្ចឹងណាសម្រាប់ម្ជូរគ្រឿងយើងទុកឲ្យធ្គួនខាំតែរៀងក្រាប់គឺឆ្ងាញ់មែនតើបាទឥឡូវនេះបាទម្ហូបខ្ញុំក៏បានដួសដាក់ចានដើម្បីថតបង្ហាញជូនពុកម៉ែបងប្អូនផងដែរបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានដួសដាក់ចានរួចរាល់ហើយខ្ញុំក៏បានបាទរយបាទជីក្រហមពីលើបន្តិចដើម្បីយកក្លិនកាន់តែឲ្យសម្លរបស់យើងកាន់តែឈ្ងុយផងដែរ
បាទហើយនឹងមកទេផងដែរពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនមានមកទេហុយក៏អាចរយពីលើផងដែរអញ្ចឹងណាបាទចំពោះសម្លនេះគឺយើងហូបទៅគឺឲ្យឆ្ងាញ់មែនតើបាទយើងខាំប៉ះគ្រប់កសាំងក្របទៅកាន់តែឈ្ងុយផងដែរបាទឥឡូវនេះបាទមហូបរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាផងដែរបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងឥឡូវនេះបាទមហូបរបស់ខ្ញុំបានឆ្អិនធ្វើឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនគឺស្លម្ជូរគ្រឿងបាទផ្លែកសាំជាមួយត្រីឆ្លាំងផងដែរគឺមើលទៅគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនចំពោះមុខម្ហូបហ្នឹងណាបាទគឺថាជាតិតែម្ដងបាទ